ជំរាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់មករឿងយើងព្រះអង្គគេតាមសម្លាប់ភក្ត្រ3មុនយើងចូលសេចក្ដីអ្នកគ្នាជួយ like និងជួយ comment ហើយ subscribe YouTube ខ្ញុំម្នាក់មួយផងតោះយើងចូលសេចក្ដីរឿងមកទៅយើងផ្ដើមសេចក្ដីរឿងមកយើងក៏បានឃើញធាតុកោកំពុងវាយជាមួយនឹងយន្តនូរបស់យើងពេលនោះយន្តនូក៏បានសួរធាតុកោថាឯងគឺជាអាខ្លាមែនពេលនោះអាប៉ែកខ្លានឹងបាននិយាយថាហាជាទៅចោឯកោតើហេតុអ្វីឯងនៅទីនេះពេលនោះអាប៉ែកខ្លានឹងក៏បាននិយាយបន្ថែមទៀតថាក៏នេះគឺស្ដេចអូបញ្ជានេះឲ្យមកសម្លាប់ព្រះអង្គម្ចាស់ដែរពេលនោះព្រះអង្គវេយិនសានក៏បានសួរយន្តនូថាតើពីរអ្នកឯងធ្លាប់ស្គាល់គ្នាដែរមែនពេលនោះយន្តនូរបស់យើងក៏បានឆ្លើយតបវិញថាពួកយើងធ្លាប់គឺជាអតីតរួមក្រុមជាធាតុកោលាក់មុខជាមួយនឹងគ្នាពេលនោះអាប៉ែកខ្លានោះបាននិយាយបន្ថែមទៀតថាត្រូវហើយធាតុកោទាំងអស់ឥឡូវគេក្រុមត្រជាមួយនឹងស្ដេចវូហើយសំខាន់អាប៉ែកខ្លានោះក៏បានចាក់ឈ្មោះស្ដេចវូនៅលើរាងកាយគេទៀតហើយគេបាននិយាយមានតែស្ដេចវូទេបានអាចជួយក្រុមធាតុកោឲ្យរស់ឡើងវិញបានពេលនោះយន្តនូរបស់យើងក៏បានសួរថាតើឯងចូលចិត្តគាត់ពីអង្កលពេលនោះវេយិនសានក៏បាននិយាយថាហាដើមទ្រូងគាត់ពិតជាធំខ្លាំងណាស់ពេលនោះអាប៉ែកខ្លាបាននិយាយថាពិតជាច្រើនតាមខ្លាំងណាស់ដែលតឡាការមិនចូលចិត្តអ្នកហាត់ក្បាច់គុនពួកគេចូលចិត្តតែក្រុមនិស្សិតមានចំណេះដឹងវាគឺជារឿងទាំងអស់ដែលព្រះអង្គម្ចាស់ទី4គាត់បង្កើតមកគាត់គិតថាពួកធាតុកោគឺជាមនុស្សដែលសម្លាប់មនុស្សមិនរិះមុខអញ្ចឹងហើយបានគាត់បង្កើតច្បាប់មួយដេញសម្លាប់ពួកធាតុកោឲ្យអស់តិចទៀតពួកធាតុកោនឹងដាច់ពូជអស់ហើយពេលនោះអាប៉ែកខ្លានឹងក៏បានជាបន្ថែមទៀតថាមិនយូរប៉ុន្មានទេតិចទៀតនឹងផ្លាស់ប្ដូរហើយពេលនោះយន្តនូរបស់យើងបាននិយាយថាពេលព្រះអង្គម្ចាស់វូឡើងសោយរាជទៅគាត់បានផ្លាស់ប្ដូរឲ្យធាតុកោអាចមានសង្ឃឹមរស់ឡើងវិញមែនពេលនោះអាប៉ែកខ្លាក៏បានឆ្លើយតបវិញថាពិតជាត្រឹមត្រូវហើយពេលនោះអាប៉ែកខ្លានឹងក៏បានចោទយន្តនូថាហេតុអ្វីអ្នកលួចតែមនុស្សខ្ញុំត្រូវសម្លាប់អញ្ចឹងពេលនោះយន្តនូរបស់យើងក៏បានឆ្លើយតបវិញថាស៊ូអ្នកយល់ច្រឡំហើយពេលនោះយន្តនូរបស់យើងក៏បានប្រាប់អាប៉ែកខ្លាថាខ្ញុំនៅទីនេះមិនមែនមកយកជីវិតគាត់ទេព្រោះអីខ្ញុំនៅទីនេះដើម្បីការពារគាត់ពេលនោះអាប៉ែកខ្លាក៏បានស្លាប់ទៅស្នាដៃរបស់យន្តនូរបស់យើងពេលនោះអាប៉ែកខ្លានៅសត្វដង្ហើមតិចៗបាននិយាយថាហេតុអ្វីអ្នកពេលនោះយន្តនូរបស់យើងបាននិយាយថាព្រោះអីយើងទាំងពីរគឺចងសេចក្តីស្លាប់នឹងជីវិតពេលនោះយន្តនូរបស់យើងគប់ក្អាវទៅវេយិនសានហើយបាននិយាយថាអូយអ្នកកំពុងគិតអ្វីហ្នឹងអ្នកបញ្ញាប់ពាក់អាវទៅតោះយើងចាក់ចេញពេលនោះវេយិនសានរបស់យើងបាននិយាយថាហេតុអ្វីអ្នកចង់ចាក់ចេញភ្លាមអញ្ចឹងពេលនោះយន្តនូរបស់យើងក៏បានឆ្លើយតបទៅវេយិនសានថាអាប៉ែកខ្លាវាមករកឃើញអ្នកផ្សេងគេមិនមករកឃើញដែរទេមែនពេលនោះវេយិនសានរបស់យើងបាននិយាយថាតើអ្នកកំពុងទៅណាពេលនោះយន្តនូរបស់យើងបាននិយាយថាយើងកំពុងទៅទីកន្លែងដែលមានសុវត្ថិភាពជាងនេះពេលនោះយន្តនូរបស់យើងបានគិតក្នុងចិត្តថាខ្ញុំមកត្រូវធ្លាប់គេតាមសម្លាប់2-3ដងហើយខ្ញុំមកត្រូវតែប្រុងប្រយ័ត្នជាងនេះពួកយើងខំរត់កិច្ចយ៉ាងណាក៏ពួកគេដឹងកន្លែងពួកយើងដែរទីបញ្ចប់អ្នកត្រូវស្លាប់គឺជារូបគាត់ពេលនោះយន្តនូរបស់យើងបាននិយាយថាឥឡូវខ្ញុំដល់ភូមិមួយហើយភូមិនេះគឺជាភូមិផ្កាប៉ែអាចមានសុវត្ថិភាពបានពេលនោះវេយិនសានយើងបានល្អថាហេតុអ្វីអ្នកត្រូវបោះបង់រទេះពាក់កណ្ដាលផ្លូវអញ្ចឹងពេលនោះយន្តនូរបស់យើងបានឆ្លើយតបថាអ្នកចង់ឲ្យធាតុកោដឹងមែនចង់ឲ្យជារទេះដល់ភូមិនឹងឲ្យធាតុកោដឹងកន្លែងពួកយើងស្នាក់នៅមែនពេលនោះយន្តនូរបស់យើងបាននិយាយទៅវេយិនសានថាអ្នកចូលក្នុងភូមិផ្កាប៉ែអ្នកកុំឲ្យគេសង្ស័យអ្នកកុំប្រាប់តសញ្ញាណពិតរបស់អ្នកទៅប្រាប់អ្នកដទៃណាទ្រពួកយើងត្រូវស្នាក់នៅភូមិនេះ2-3ថ្ងៃក៏កន្លះខែដែរដើម្បីលក្ខខ្លួនពីធាតុកោពេលនោះវេយិនសានរបស់យើងបាននិយាយថាភូមិនេះពិតជាស្អាតខ្លាំងណាស់ដែលខ្ញុំចូលចិត្តពេលនោះយន្តនូរបស់យើងបាននិយាយថាវេយិនសានអ្នកធ្វើជាមនុស្សត្រឹមត្រូវបន្តិចមើលកុំឲ្យគេសង្ស័យពេលនោះពួកនារីក្នុងភូមិបាននិយាយថាអេឯងដឹងអត់យើងបានលើដំណឹងថាមានប្រសង្ហា2នាក់ចូលក្នុងភូមិរបស់យើងណាមិត្តពេលនោះមិត្តភក្តិគេក៏បានសួរថាឥឡូវពួកគេទៅណាហើយពេលនោះនារីនោះបាននិយាយថាខ្ញុំឃើញពួកគេនៅក្នុងផ្សារខ្ញុំសូមកាត់មុំខ្យល់បន្តិចអ្នកនរគ្នាអូយដូចចរិតដូចមិត្តភក្តិខ្ញុំនឹងញោមខ្លាំងមែនតើឲ្យតែឃើញប្រុសស្អាតថ្នាក់ណាក៏ដោយក៏ឃើញប្រុសស្អាតដល់ដឹងឲ្យលងខ្សែគេមកនឹងកេះប្រាប់គ្នាហ្មងឲ្យតែស្លាគេមកលេងបាននៅស្លាខ្ញុំ
ពេលនោះវិញ្ញាណក្ខន្ធរបស់យើងបាននិយាយប្រាប់អ្នកភូមិថាខ្ញុំគឺជាអ្នកជំនួញតូចមួយហើយអ្នកក្រោយខ្ញុំនោះគឺជាអង្គរៈរបស់ខ្ញុំមានអារម្មណ៍ថានៅទីនេះដែលមានភាពស្រស់ស្អាតខ្លាំងណាស់តើពួកខ្ញុំអាចស្នាក់នៅទីនេះបានប៉ុន្មានថ្ងៃទៅពេលនោះយន្តរបស់យើងអង្គស្មាវិញ្ញាណក្ខន្ធថាខ្ញុំប្រាប់អ្នកឲ្យធ្វើសុភាពរៀបសារមិនតម្រង់ឲ្យប្រាប់គេថាយើងមានអំណាចអីទេណាអ្នកឯងភ្លេចហើយមែនពេលនោះវិញ្ញាណក្ខន្ធរបស់យើងក៏បានឆ្លើយតបថាអូយអ្នកចង់ឲ្យខ្ញុំធ្វើសុភាពរៀបសារមិនកើតនៅទីនេះពិតជាស្រស់ស្អាតណាស់ហើយខ្ញុំឃើញរូបភាពបែបនេះរត់តែខ្ញុំមិនអាចនៅស្ងៀមស្ងាត់បានទេពេលនោះវិញ្ញាណក្ខន្ធរបស់យើងបាននិយាយទៅយន្តថាអ្នកមិនដឹងទេរូបរាងនិងសម្រស់របស់អ្នកពិតជាស្រស់ស្អាតណាស់អ្នកអត់ដែលដឹងទេ Let me tell you why I'm a blessing. ពេលនោះយន្តរបស់យើងក៏បានទះវិញ្ញាណក្ខន្ធម្ដាយឲ្យស្វាងចេះតែម្ដងពេលនោះវិញ្ញាណក្ខន្ធរបស់យើងបាននិយាយថាធាតុកោឈាមត្រជាក់នេះសោះហេតុអ្វីគាត់មានភាពខ្មាស់អីដែរពេលនោះវិញ្ញាណក្ខន្ធរបស់យើងបានចាប់ដៃយន្តហើយពេលនោះយន្តក៏បានសួរថាអ្នកកំពុងធ្វើអ្វីហ្នឹងពេលនោះវិញ្ញាណក្ខន្ធរបស់យើងបាននិយាយថាទេសភាពនេះពិតជាស្រស់ស្អាតណាស់យើងមិនអាចគូរដំឡងបានទេតោះយើងទៅមើលសាច់រឿងយើងក៏ដល់ទីបញ្ចប់ដែរចាំជួបគ្នានៅថ្ងៃណាថ្ងៃហ្នឹងអ្នកគ្នាបាយបាយ